ការធ្វើអាណានិគមរបស់បារាំងមកលើប្រទេសកម្ពុជាមិនគ្រាន់តែជាការពង្រីកអំណាចនិងវាបទឹកដីរបស់បារាំងតែប៉ុណ្ណោះទេតែជាមុខរបររកស៊ីដ៏កាក់កបមួយរបស់បារាំងផងដែរទាំងប្រាក់បៀវត្សរបស់មន្ត្រីបារាំងធ្វើការនៅប្រទេសកម្ពុជាទាំងការចំណាយលើរាល់គម្រោងការងារសាធារណៈផ្សេងសុទ្ធតែបានមកពីការប្រមូលពន្ធដារពីប្រជារាស្ត្រខ្មែរទាំងអស់ទឹកដីឥណ្ឌូចិនទាំងមូលប្រៀបដូចជាមជ្ឈមណ្ឌលដ៏ធំមួយសម្រាប់ឲ្យបារាំងកេងយកប្រយោជន៍និងផ្គត់ផ្គង់បន្ថែមលើការរីកចម្រើននៅស្រុកបារាំងតែប៉ុណ្ណោះលោកចនធូលីបានអះអាងថាកសិករខ្មែរបានជាប់ខ្លួនក្នុងសំណាញ់ពន្ធដារក្រឡាញឹករបស់បារាំងឬមិនរួចលោកថាមានភស្តុតាងជាច្រើនបង្ហាញថាប្រជារាស្ត្រខ្មែរបង់ពន្ធឲ្យបារាំងច្រើនជាងពួកវៀតណាមនិងឡាវទៀតផងបារាំងបានបង្ខំឲ្យប្រជារាស្ត្រឲ្យបង់ពន្ធលើទំនិញស្ទើរគ្រប់មុខទាំងអស់រាប់តាំងពីអំបិលស្រាសអាភៀនអង្ករនិងបន្លែផ្លែឈើជាដើមក្រៅពីនេះបារាំងក៏កំណត់ថ្លៃខ្ពស់ណាស់ដែរចំពោះសេវាកម្មរដ្ឋនានាចំពោះប្រជារាស្ត្រក្រីក្រដែលមិនអាចបង់ពន្ធប្រាក់ឲ្យបារាំងបានទេអ្នកនោះត្រូវបំពេញកាតព្វកិច្ចជាគូលីកំណែនធ្វើការឲ្យបារាំងអស់រយៈពេល90ថ្ងៃក្នុងមួយឆ្នាំអ្នកខ្លះទៀតទោះជាមានប្រាក់បង់ពន្ធហើយក៏នៅតែជាប់ជាគូលីកំណែននេះដែរលើសពីនេះទៅទៀតនៅពេលដែលសង្គ្រាមលោកលើកទី1បានផ្ទុះឡើងបារាំងបានកេណ្ឌបរិសុទ្ធខ្មែរជាច្រើនឲ្យទៅច្បាំងនៅអឺរ៉ុបថែមទៀតផងដោយទ្រាំទ្រនឹងការរឹតបន្តឹងសង្កត់សង្កិនកាន់តែខ្លាំងឡើងរបស់បារាំងតទៅទៀតលែងបាននៅចុងខែវិច្ឆិកាឆ្នាំ1914ប្រជាកសិករខ្មែរប្រមាណ300នាក់មកពីស្រុកមុខកំពូលនិងស្រុកសាច់កណ្ដាលបាននាំគ្នាធ្វើដំណើរមករាជធានីភ្នំពេញធ្វើញត្តិតវ៉ាដល់ព្រះមហាក្សត្រស៊ីសុវត្ថិសូមឲ្យព្រះអង្គជួយធ្វើអន្តរាគមន៍ជាមួយបារាំងដើម្បីបន្ថយតម្លៃពន្ធអាករព្រះបាទស៊ីសុវត្ថិទ្រង់យាងចេញមកជួបនឹងប្រជាកសិករទាំងនោះព្រមទាំងទ្រង់បានសន្យាថានឹងជួយសម្រួលរឿងពន្ធដារនោះជូនអ្នកស្រុកផងដំណឹងស្ដីពីការងើបឡើងតវ៉ារបស់ប្រជាកសិករស្រុកមុខកំពូលលាន់ឮសុសសាយយ៉ាងឆាប់រហ័សដល់តំបន់ដទៃទៀតនៃប្រទេសកម្ពុជាប្រជារាស្ត្រខ្មែរនៃតំបន់ដទៃទៀតដែលទទួលរងនឹងការគៀបសង្កត់កេងប្រវ័ញ្ចពីសំណាក់បារាំងដែរបានប្រម៉ែប្រមូលគ្នាធ្វើដំណើរមករាជធានីភ្នំពេញដើម្បីតវ៉ាជាមួយព្រះមហាក្សត្រកាន់តែច្រើនឡើងតាមរបាយការណ៍របស់ប៉ូលីសបារាំងប្រចាំការនៅរាជធានីភ្នំពេញនាសម័យនោះបានឲ្យដឹងថានៅដើមឆ្នាំ1916ចំនួនប្រជារាស្ត្រឡើងមកតវ៉ានៅរាជធានីភ្នំពេញមានចំនួនរហូតដល់ទៅ 40000 នាក់អ្នកខ្លះទៀតបានអះអាងថាចំនួនអ្នកស្រុកចូលមកតវ៉ារឿងពន្ធដារនៅភ្នំពេញអាចមានចំនួនដល់ទៅរាប់សែននាក់ឯណោះរាល់លើកព្រះបាទស៊ីសុវត្ថិទ្រង់តែងតែយាងចេញមកជួយដោះស្រាយជាមួយប្រជារាស្ត្រផ្ទាល់ទន្ទឹមនឹងនោះព្រះអង្គទ្រង់បានចេញបញ្ជាឲ្យអ្នកស្រុកវិលត្រឡប់ទៅលំនៅឋានវិញព្រះអង្គក៏ទ្រង់បានយាងទៅតាមស្រុកនានាដើម្បីជួបប្រស្រ័យជាមួយអ្នកស្រុកហើយដើម្បីបន្ធូរបន្ថយដល់ជីវភាពប្រជារាស្ត្រព្រះអង្គទ្រង់បានលុបចោលការកេណ្ឌគូលីពេញមួយឆ្នាំគឺឆ្នាំ1916បណ្ឌិតសាស្ត្រាចារ្យ David Chandler បានកត់សម្គាល់ថាព្រឹត្តិការណ៍បះបោររបស់ប្រជាកសិករខ្មែរនៅឆ្នាំ1916នោះមិនបានជះឥទ្ធិពលអ្វីជាដុំកំភួនដល់ការត្រួតត្រារបស់បារាំងនៅកម្ពុជាទេត្បិតប្រជាកសិករខ្មែរមិនបានងើបបះបោរប្រឆាំងនឹងបារាំងផ្ទាល់ឡើយពួកគេងើបឡើងតវ៉ាតែជាមួយព្រះមហាក្សត្រខ្មែររីឯនៅតាមមូលដ្ឋានទៀតសោតប្រជារាស្ត្រខ្មែរមានការប៉ះទង្គិចតែជាមួយនឹងមន្ត្រីខ្មែរគ្នាឯងតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយអ្វីដែលមិនធម្មតាជុំវិញព្រឹត្តិការណ៍បះបោរឆ្នាំ1916ដែលធ្វើឲ្យបារាំងមានការភ្ញាក់ផ្អើលនោះគឺសន្ទុះនឹងការចាត់តាំងដឹកនាំឲ្យមានចលនាបះបោរនេះដែលផុសចេញពីប្រជាកសិករខ្មែរផ្ទាល់តែម្ដងជាងនេះទៅទៀតចលនាបះបោររបស់ប្រជារាស្ត្រខ្មែរនាដំណាក់កាលនោះស្របគ្នានឹងចលនាបះបោរប្រឆាំងនឹងបារាំងនៅប្រទេសពីរទៀតនៅតំបន់ឥណ្ឌូចិនបារាំងប៉ាន់ស្មានថាចលនាបះបោរនេះអាចមានទំនាក់ទំនងនឹងគ្នាថែមទៀតផង9ឆ្នាំក្រោយការបះបោរនេះនិងមុនពេលដែលប្រជារាស្ត្រខ្មែរនៅភូមិក្រាំងលាវខេត្តកំពង់ឆ្នាំងសម្លាប់មន្ត្រីបារាំងឈ្មោះ Felix Louis Bardes បារាំងបានរឹតបន្តឹងការត្រួតត្រារបស់ខ្លួនកាន់តែខ្លាំងឡើងជាពិសេសទៅលើការប្រមូលពន្ធនិងការងារគ្រប់គ្រងប្រចាំថ្ងៃ។